ការវិនិយោគលើអចលនវត្ថុទាំងរយៈពេលខ្លីនិងរយៈពេលវែងហើយការវិនិយោគទៅលើអចលនវត្ថុនេះតម្លៃក៏អត់ដូចគ្នាហើយការជួលត្រឡប់មកវិញនៅប្រាក់ចំណូលហ្នឹងក៏វាខុសគ្នាដែរការវិនិយោគលើអចលនវត្ថុសំខាន់គឺអ្នកវិនិយោគដូចខ្ញុំអញ្ចឹងមានន័យថាខ្ញុំវិនិយោគលើអចលនវត្ថុណាដែលមានប្រាក់ចំណូលច្រើនណាពីព្រោះការទទួលបានប្រាក់ចំណូលពីការជួលទៅលើអចលនវត្ថុដែលយើងវិនិយោគនឹងអត់ដូចគ្នាទេបាទខ្លះយើងទទួលបាន4%ខ្លះយើងទទួលបាន5%ហើយខ្លះទៀតរហូតដល់10%ការវិនិយោគទៅលើវិស័យអចលនវត្ថុរបស់យើងនឹងមានអចលនវត្ថុខ្លះយើងវិនិយោគទៅហើយយើងត្រូវការចំណាយបន្ថែមដូចជាផ្ទះដូចជាអគារហ្នឹងមានការជួសជុលអញ្ចឹងពេលដែលយើងដាក់ជួលនៅលើទីផ្សារយើងផាត់ការចំណាយហ្នឹងទៅតើយើងនៅសល់ប្រាក់ចំណូលរបស់យើងប៉ុណ្ណា